ទី6ក៏បានចេញដំណើរចាប់យោងឆ្លងកងភ័ណ្ឌទី2ហើយគូទី6ខ្សែទឹកក្នុងរតនបុប្ផាសែនជ័យបាទមកពីព្រែកលួងដែរបាទមើលមកពីព្រែកលួងក្រុងអរិយខ្សាត់ខ្សែទឹកខាងក្រៅព្រែកលួងសង្កាត់ថ្មីសម័យមហាបវរធិបតីអូបងប្អូនគ្នាហ្នឹងព្រែកលួងដូចគ្នាហ្នឹងបងប្អូនគ្នាទេអត់អីទេបាទតែជើងទី1រតនបុប្ផាសែនជ័យទទួលជ័យជំនះឥឡូវចាំមើលជើងទី2សង្ស័យតែចេះមកជើងម្នាក់ទេបាទសង្ស័យណាបងប្អូនព្រែកលួងមកជើងម្នាក់ទៅអីតែអត់ទេនិយាយពីរឿងកីឡាអត់ទេឲ្យតែពាក់អាវខុសគ្នាត្រូវតែប្រកួតបាទត្រូវតែប្រណាំងត្រូវតែរកជ័យជំនះព្រោះជាកិត្តិយសព្រោះជាជ័យលាភីខ្សែទឹកក្នុងហើយបាទជើងទី1ក៏ឈ្នះឥឡូវជើងទី2កំពុងតែមានព្រៀបជាងហើយគឺរតនបុប្ផាសែនជ័យបាទគូទី6បានមកដល់ទីហើយបាទគឺដាច់ឆ្ងាយណាស់ខ្សែទឹកក្នុងគាត់ទទួលជ័យជំនះចូលមកដល់គូទី7